ចាសួស្តីបងប្អូនថ្ងៃនេះយើងមកដឹងអំពីសាច់រឿងដែលគេហៅថាបុគ្គលិកកណ្ដុរវិញម្ដងចាអ្នកធ្វើការដើម្បីតែលុយអ្នកគ្មានថ្ងៃសប្បាយចិត្តឡើយតាមលោកមហាសេដ្ឋីមានល្អិតចិត្តធំស្ថាបនិកក្រុមហ៊ុន Alibaba Group លោកជាម៉ាបានលើកឡើងថាបុគ្គលិកគឺជារឿងអតិភិបទី1អតិថិជនគឺជារឿងអតិភិបទី2ហើយចំណែកឯម្ចាស់ភាគហ៊ុនឬក៏អ្នកវិនិយោគគឺជារឿងដែលត្រូវគិតគូរចុងក្រោយបង្អស់លោកបានឲ្យតម្លៃខ្ពស់ទៅលើបុគ្គលិកព្រោះពួកគេប្រៀបដូចជាសរសៃឈាមអាជីវកម្មដែលអាចជួយទ្រទ្រង់អាជីវកម្មឲ្យរីកចម្រើនហើយក៏ធ្វើឲ្យអាជីវកម្មដួលរលំយ៉ាងងាយផងដែរប្រសិនបើអាជីវកម្មមួយសម្បូរបុគ្គលិកគ្មានទំនួលខុសត្រូវទៅលើកិច្ចការងារខ្លួនឬបុគ្គលិកកណ្ដុរកាន់តែច្រើនឡើងហើយបុគ្គលិកកណ្ដុរគឺមាន3កម្រិតផងដែរចាកម្រិតទី1គេហៅថាបុគ្គលិកកណ្ដុរបែបឆ្វេងឆ្វាយតាមការសិក្សាថ្មីមួយរបស់ Gal Up បានលើកឡើងថាបុគ្គលិកប្រមាណ 80% ទូទាំងពិភពលោកខ្វះទំនួលខុសត្រូវទៅលើភារកិច្ចរបស់ខ្លួនត្រូវធ្វើការមានតែផែនការតែគ្មានម្ចាស់ការបើថ្នាក់លើមិននៅមិនខ្ចីធ្វើការលំលោះលេះលោះលួចម៉ោងការងារពូកែពន្យាពេលឆ្លេឆ្លារាយការយកទៅមុខមានឈ្មោះតែជាបុគ្គលិកក្នុងស្ថាប័ននិងមែនតែពុំមានចក្ខុវិស័យក្នុងការជួយគ្រប់គ្រងសកម្មភាពនាវារបស់ស្ថាប័នឬក្រុមហ៊ុនឲ្យឈានទៅរកក្តីសុបិនរួមទេតែបែរជាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយទៅវិញចាមកដល់កម្រិតទី2គេហៅថាបុគ្គលិកជាចាច់ចាបុគ្គលិកជាចាច់មានន័យថាបុគ្គលិកខ្លះក៏ដើរស៊ីត្រាវពីថ្នាក់លើតាមចិញ្ចើមថ្នល់អាហ្នឹងមិនសូវស្តង់ដារទេមានមួយទៀតនិយាយដើមថ្នាក់លើតាមហាងកាហ្វេនេះគេហៅថាកណ្ដុរបែប brand អាហ្នឹងមិនទាន់អស់ចិត្តទេខ្លាចមិនអស់សាច់រឿងឆ្លៀតបង្កើតក្រុមក្នុងបណ្ដាញសង្គមទៀតដើម្បីពិភាក្សាធ្វើបទវិភាគវិញ្ញាណឲ្យបានគ្រប់ជ្រុងជ្រោយក្រែងមានចន្លោះប្រហោងត្រង់ណាមិនបានលម្អិតហើយជាក់ស្ដែងយោងតាមការស្ទង់មតិបានធ្វើឡើងដោយក្រុមហ៊ុន Blue Card System Inc. នាឆ្នាំ2003ក្នុងចំណោមអ្នកឆ្លើយសំណួរ300នាក់មានបុគ្គលិកប្រមាណ 80% បង្ហាញថាខ្លួនបាននិយាយដើមគ្នាជាឯកជននៅកន្លែងធ្វើការដោយប្រើការផ្ញើសារភ្លាមៗអ្នកមានអញ្ចឹងទៀតណាចាឥឡូវយើងមកដល់កម្រិតទី3បុគ្គលិកកម្រិតទី3ជាប្រភេទបុគ្គលិកកូកេចាបុគ្គលិកប្រភេទនេះចូលចិត្តស៊ីតែរបស់ស្អុយរលួយលួចបន្លែបន្លំផ្សំគំនិតគិតកັບកេងចំណេញអាចបានធ្វើជាមេមន់ក្រាបលើជំរុកស្រូវមានឱកាសឆ្មក់ចុកដល់ឆ្អែតឬក៏ពេលគេតាមតាន់តាំងដាក់មេប្រូចរត់ឆ្វេងឆ្វាយលឹបឡដូចឡានកិច្ចពុនចេញតែពេលយប់រត់កិច្ចពេលថ្ងៃថ្មិចបើក10ទៅ20ឆ្នាំមិនរីកចម្រើនដាំមិនដុះសោះវិលទៅវិលមករត់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតមិនសមប្រកបតែហើយនៅសល់តែក្លិនអាសោចគេឈ្មោះរស់កិច្ចមុខគេដូចជំនុកក្រឹបបែរទៅលើការស្រាវជ្រាវរបស់ ACFE បានបង្ហាញថាបុគ្គលិកដែលជាប់ពាក់ព័ន្ធទៅនឹងការលួចសាច់ប្រាក់ទ្រព្យសម្បត្តិទិន្នន័យសម្បីតែពេលវេលាក៏ជាការបង្កជាបញ្ហាលើសលប់ដែលនាំទៅរកការខាត់បង់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំនៅខាងសហរដ្ឋអាមេរិកវិញក្នុងនោះក្រុមហ៊ុនខាត់បង់ខ្ទង់ 1.7 លានដុល្លារទៅលើមួយករណីនៃការខ្លែងបន្លំរបស់បុគ្គលិកចាអ្នកសាកសម័យមើលបើថាប្រសិនបើក្រុមហ៊ុនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចហើយមានគម្រោងកាត់បន្ថយបុគ្គលិកចំពោះបុគ្គលិកណាដែលជាបំណុលឬជាបុគ្គលិកកណ្ដុរតែក្នុងនោះអាចមានអ្នកដែរទេអ្នកគ្រាន់តែជាសហគមន៍សម័យលោមើលតែប៉ុណ្ណោះអញ្ចឹងណាដើម្បីជាតល័យកបញ្ជាក់ខ្ញុំសូមលើកសាច់រឿងលោកតាម្នាក់ដែលគាត់ធ្វើការតែមួយកន្លែងស្ទើរពេញមួយជីវិតរបស់គាត់ចាយដង្ហើមដោយក្តីសុខស្ងប់ចិត្តបំផុតព្រោះតែគាត់មិនធ្វើជាបុគ្គលិកកណ្ដុរលោកគាត់មានឈ្មោះថាលោក Walter Osman មានវ័យ100ឆ្នាំនិងបំបែកឯកតកម្មពិភពលោកសម្រាប់អាជីពការងារនៅក្នុងក្រុមហ៊ុនមួយរយៈពេល84ឆ្នាំចាគាត់ធ្វើរហូតដល់84ឆ្នាំតែក្រុមហ៊ុនមួយកន្លែងនេះគាត់បានប្រាប់ទៅខាង Guinness World Record ថាត្រឡប់ទៅឆ្នាំ1938កាលនៅក្មេងៗយើងត្រូវបានគេរំពឹងថាធ្វើការដើម្បីជួយគ្រួសារជាកូនប្រុសច្បងមានប្អូន5នាក់ម្ដាយបាននាំខ្ញុំទៅរកការងារតាំងពីអាយុ14ឆ្នាំដោយអាជីពការងារដំបូងរបស់គាត់ជាជំនួយការផ្នែកដឹកជញ្ជូនរហូតគាត់វិវត្តខ្លួនឡើងទៅផ្នែកលក់ហើយនៅទីបំផុតគាត់ក៏ទទួលបានតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់តែម្ដងដែលជាការងារនៅក្នុងក្តីសម័យរបស់គាត់មិនតែប៉ុណ្ណោះក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យគាត់ធ្វើដំណើរជុំវិញប្រទេសប្រេស៊ីលដែលគាត់បានជួបមនុស្សមកពីប្រទេសផ្សេងជាច្រើន
ហើយគាត់ក៏បានប្រាប់ទៅកាន់ Guinness World Record ថាពេលដែលយើងធ្វើអ្វីដែលខ្លួនស្រឡាញ់ប្រកបដោយភាពស្មោះត្រង់យើងនឹងប្រើពេលវេលាមានក្តីសុខបំផុតនៅក្នុងជីវិតហើយក៏បានប្រាប់ពីអាត់កំបាំងជោគជ័យរបស់គាត់ថាគាត់ប្រោតតែទៅលើអ្វីចំពោះមុខតែប៉ុណ្ណោះគាត់ថាមិនដែលធ្វើផែនការច្រើនទេហើយក៏មិនខ្វល់ពីថ្ងៃស្អែកដែលគាត់ថាត្រូវយកចិត្តទុកដាក់ជាមួយបច្ចុប្បន្នឲ្យអស់ពីសមត្ថភាពមិនមែនអតីតកាលឬក៏អនាគតទេអ្នកឃើញទេបើយើងពុំមែនជាបុគ្គលិកកណ្ដុរមិនហត់លោតទៅពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតនោះទេដល់ពេលមួយលទ្ធផលនឹងហត់ជាផ្លែផ្កាឲ្យយើងជ្រកកាត់វិញជាមិនខានចាដូច្នេះហើយជប់ធ្វើជាបុគ្គលិកកណ្ដុរទៅវាមិនថាទេហើយវាមានសម្ពាធផ្លូវចិត្តទៀតចា